ច្បាប់បន្តរស់នៅក្នុងជីវិតចង់បន្តរស់ឬចង់ស្លាប់ទាំងរស់អ្នកទាំងអស់គ្នាធ្លាប់សួរខ្លួនឯងនៅសំណួរនេះទេបើអ្នកទាំងអស់គ្នាមិនធ្លាប់សួរខ្លួនឯងពីមុនមកទេអាចចាប់ផ្ដើមសួរខ្លួនឯងឥឡូវនេះបានក៏ប៉ុន្តែអ្វីៗក៏មានក្បួនមានច្បាប់មានការបង្ហាត់បង្ហាញរបស់វាដែរសូម្បីតែជីវិតរបស់មនុស្សយើងក៏មានច្បាប់ដើម្បីរស់នៅពេញដោយក្តីសុខសុភមង្គលដែរនេះជាច្បាប់ទាំង5នៃជីវិតដែលអាចសិភៅជួយពង្រីកគំនិតនិងលើកចូលមកបកស្រាយនៅក្នុងpodcastដំបូងនេះ1. រក្សាភាពស្ងៀមស្ងាត់ស្ងាត់តែខំប្រឹងប្រសើរជាងអួតបង្ហាញអ្នកដទៃឲ្យគេដឹងថាអ្នកទាំងអស់គ្នាកំពុងតែគិតអ្វីកំពុងធ្វើអ្វីកំពុងមានស្ថានភាពបែបណាកំពុងមានអារម្មណ៍បាក់ទឹកចិត្តឬកំពុងតែជួបវិបត្តិនៅក្នុងជីវិតឬក៏បរាជ័យនៅក្នុងជីវិតអ្នកទាំងអស់គ្នាមិនចាំបាច់បង្ហាញឲ្យអ្នកដទៃដឹងទេព្រោះមនុស្សគ្រប់គ្នាគេកំពុងតែរវល់ដោះស្រាយរឿងរ៉ាវនៅក្នុងជីវិតរបស់គេដូចគ្នាអញ្ចឹងទៀតបើអ្នកទាំងអស់គ្នាបង្ហាញឲ្យគេដឹងរឿងរ៉ាវជីវិតឯកជនរបស់អ្នកទាំងអស់គ្នាច្រើនពេកវាងាយស្រួលណាស់សម្រាប់ឲ្យគេជន់អ្នកទាំងអស់គ្នាបានឬក៏អូសទាញអ្នកទាំងអស់គ្នាឲ្យទៅធ្វើអ្វីមួយដែលនៅក្រោមការជួយរបស់គេសូមកុំរំពឹងថាអ្នកដែលលោកដៃមកជួយយើងសុទ្ធតែជាមនុស្សល្អទាំងអស់អ្នកដែលមកជួយយើងសុទ្ធតែមានគោលបំណងចង់ឲ្យយើងរីកចម្រើនលូតលាស់ដោយមិនគិតពីប្រយោជន៍ណាមួយនៅពីក្រោយខ្នងរបស់យើងដូច្នេះហើយព្យាយាមរក្សាភាពឯកជនឲ្យបានច្រើនហើយរក្សាភាពស្ងៀមស្ងាត់ខិតខំប្រឹងប្រែងធ្វើការងារអស់ពីសមត្ថភាពថ្ងៃណាមួយអ្នកទាំងអស់គ្នានឹងសម្រេចវាបានដោយជោគជ័យជាមិនខានព្រោះការខិតខំតែងតែផ្ដល់ប្រយោជន៍អ្វីមួយត្រឡប់មកវិញនៅថ្ងៃណាមួយមិនខាន2. ដោះលែងអតីតកាលអ្នកទាំងអស់គ្នាមានពេលវេលា24ម៉ោងក្នុងមួយថ្ងៃដូចគ្នាបើរវល់តែជោគចិត្តទៅគិតពីរឿងដែលកន្លងហួសហើយប្រកាសជាស្ដាយគឺស្ដាយពេលវេលាបច្ចុប្បន្នតែមិនខិតខំធ្វើអ្វីមួយសោះព្រោះតែនៅសំណល់ពីអតីតកាលដូច្នេះហើយកុំបំផ្លាញថ្ងៃល្អរបស់អ្នកទាំងអស់គ្នានៅពេលនេះទៀតអីឈប់រស់នៅក្នុងកំហុសអតីតកាលទោះបីអ្នកទាំងអស់គ្នាស្ដីបន្ទោសខ្លួនឯងទម្លាក់កំហុសដាក់អ្នកដទៃក៏អ្វីៗពីមុននៅតែមិនអាចកែប្រែអ្វីបានដដែលនឹងបើសិនជាអ្នកទាំងអស់គ្នាព្រមដោះលែងអតីតកាលឲ្យចាក់ចេញទៅពេលនោះចិត្តនិងកាយរបស់អ្នកទាំងអស់គ្នានឹងបានស្រួលបន្តដំណើរជីវិតនេះទៅមុខទៀតហើយដើរបានកាន់តែលឿនព្រោះគ្មានសម្ពាយដែលជាសម្ពាធទូរែកដូចពីមុនទៀតអ្វីដែលដោះលែងបានក៏គួរតែដោះលែងវាទៅអ្វីដែលដាក់ចុះបានក៏ដាក់ចុះខ្លះទៅបើសិនជាអ្នកទាំងអស់គ្នាយករឿងគ្រប់យ៉ាងយកមកគិតច្បល់ចូលគ្នាអ្នកទាំងអស់គ្នានឹងអត់មានក្តីសុខនៅក្នុងជីវិតនេះទេដូច្នេះហើយកុំរវល់តែផ្ដោតទៅលើរឿងអតីតកាលតែពីមុនមានលុយមានសុភមង្គលមានភាពជោគជ័យមានភាពល្បីល្បាញមានសម្រស់ស្រស់ស្អាតមានសុខភាពមាំមួនឈប់ផ្ដោតពីអតីតកាលទៀតទៅព្រោះអ្នកទាំងអស់គ្នាបានដើរហួសពីវាមកឆ្ងាយហើយក៏ប្រហែលមកពីអ្នកទាំងអស់គ្នាភ្លេចយកចិត្តទុកដាក់នៅត្រង់ចំណុចណាហើយទើបបណ្ដោយឲ្យអ្វីៗដែលធ្លាប់មានរបូតបាត់ទៅបែបនេះបើអ្នកទាំងអស់គ្នាអង្គុយស្មុគស្មាញទៀតក៏គ្មានប្រយោជន៍អ្វីដែរតែបើអ្នកទាំងអស់គ្នាប្រាប់ខ្លួនឯងឲ្យក្រោកឈររួចបន្តដំណើរទៅមុខទៀតនោះទើបជាការប្រសើរឲ្យតែនៅមានជីវិតអ្វីៗក៏អាចផ្លាស់ប្ដូរបានដែរបើសិនជាអ្នកទាំងអស់គ្នាជឿអ្នកទាំងអស់គ្នានឹងទទួលបានដោយអ្វីដែលអ្នកទាំងអស់គ្នាតែងតែគិតដដែលនោះ 3. កុំប្រៀបធៀបជាមួយគេគ្មានអ្វីបំផ្លាញមនុស្សយើងលឿនជាងចិត្តខ្លួនឯងទេ
ព្រោះតែឃើញគេល្អជាងក៏នឹកតូចចិត្តនៅខ្លួនឯងហេតុអ្វីក្រហេតុអ្វីអាក្រក់ហេតុអ្វីគ្មានក្តីសុខដូចគេប្រហែលជាអ្នកទាំងអស់គ្នាតែងតែដាក់ហេតុអ្វីនៅក្នុងខួរក្បាលរបស់អ្នកទាំងអស់គ្នារហូតហេតុអ្វីមិនមាននេះហេតុអ្វីមិនមាននោះគឺគ្រប់បែបយ៉ាងវាមកពីមនុស្សយើងចូលចិត្តយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយជីវិតអ្នកដទៃហើយបច្ចុប្បន្ននេះសម្បូរមនុស្សភាគច្រើនចូលចិត្តបង្ហោះបង្អួតផងធ្វើឲ្យមនុស្សមួយចំនួនមើលហើយភ្លេចពិចារណាហើយនឹកស្មានថាអ្វីដែលបានឃើញនឹងវាជាការពិតក៏ខំស្វែងស្វាទៅខ្ចីបរគេឯងដើម្បីបង្ហោះបង្អួតពីភាពមានបានពីភាពជោគជ័យនៅក្នុងជីវិតដោយគេឯងដែរគ្រប់យ៉ាងកើតចេញពីការប្រៀបធៀបគឺមនុស្សយើងតែងតែរងការប្រៀបធៀបតាំងពីតូចៗមកម្ល៉េះជួនកាលឪពុកម្ដាយយកកូនខ្លួនឯងទៅប្រៀបធៀបជាមួយកូនអ្នកជិតខាងតែគេរៀនពូកែជាងមានភាពចាស់ទុំជាងមានប្រាក់ខែច្រើនជាងជួនកាលឪពុកម្ដាយពូមីងលោកតាលោកជ័យក៏យកក្មេងៗទៅប្រៀបធៀបគ្នាបើសំបីបងប្អូនបង្កើតក៏ដោយក៏ពួកគាត់តែងតែប្រៀបធៀបគ្នាដែរអញ្ចឹងហើយវប្បធម៌នៃការប្រៀបធៀបនឹងជាងបានទទួលមកតាំងពីតូចមកវាក៏ដាំនៅក្នុងអារម្មណ៍របស់យើងរហូតដល់យើងធំពេញវ័យយើងក៏មើលឃើញអ្នកដទៃមិនថាពុកម៉ែយើងឬក៏មនុស្សដែលយើងបានស្គាល់នៅក្នុងសង្គមទេក៏ធ្វើឲ្យមនុស្សយើងចូលចិត្តយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងជីវិតរបស់គេដោយមិនដឹងខ្លួនទាំងតែពេលខ្លះយើងកើតមកនៅក្នុងតកូលគ្រួសារខុសគ្នាឈ្មោះក៏ខុសគ្នាថ្ងៃកំណើតក៏ខុសគ្នាហើយទទួលបានកម្រិតនៃការអប់រំនៅក្នុងជីវគ្រួសារក៏ខុសគ្នាដែរដូច្នេះហើយការគិតការធ្វើអ្វីក៏វាតែងតែខុសគ្នាដែរហើយមនុស្សមួយចំនួនចូលចិត្តនេះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែលយើងមិនដែលធ្លាប់ស្គាល់ពីមុនមកសោះក៏មានដែរក៏ប៉ុន្តែការប្រៀបធៀបដែលល្អបំផុតគឺជាការប្រៀបធៀបខ្លួនឯងថ្ងៃនេះជាមួយនឹងខ្លួនឯងកាលពីម្សិលមិញ4ឈប់ខ្វល់ពីអ្នកដទៃធំហើយកុំបដ ாய் ឲ្យអ្នកដទៃមានឥទ្ធិពលលើជីវិតរបស់យើងតទៀតកុំបកគោសិទ្ធឲ្យនរណាម្នាក់ដឹកនាំជីវិតអ្នកទាំងអស់គ្នាជំនួសអ្នកទាំងអស់គ្នាទៀតអីក្លាហានឡើងរស់នៅធ្វើជាខ្លួនឯងទោះបីអ្នកដទៃថាអ្នកទាំងអស់គ្នាចម្លែកខុសគេក៏ដោយក៏នោះជាខ្លួនរបស់យើងដែលព្រះបានបង្កើតមកដែររៀនទទួលស្គាល់ភាពជាខ្លួនឯងហើយរស់នៅទៅតាមគំនិតនៃសម្លេងខាងក្នុងរបស់អ្នកទាំងអស់គ្នាបង្ហាញផ្លូវសូមកុំបដ ாய் ឲ្យសម្លេងខាងក្រៅនាំអ្នកទាំងអស់គ្នាឲ្យវង្វេងចេញពីអ្វីដែលជាខ្លួនរបស់អ្នកទាំងអស់គ្នាត្រូវចាំថាមនុស្សយើងកើតមកជាមួយគោលបំណងអ្វីម្យ៉ាងសម្រាប់បំពេញឲ្យជីវិតនៅលើផែនដីនេះកាន់តែមានពណ៌ចម្រុះស្រស់ស្អាតដូច្នេះហើយឈប់បដ ாய் ឲ្យនរណាម្នាក់មកបដូរពណ៌របស់អ្នកទាំងអស់គ្នាឬក៏លាបពណ៌ឲ្យអ្នកទាំងអស់គ្នាទៅជាពណ៌ផ្សេងទៀតទៅ5ញញឹមនរណាហាមមិនឲ្យអ្នកទាំងអស់គ្នាញញឹមគឺអ្នកទាំងអស់គ្នាខ្លួនឯងនេះហើយដែលតែងតែហាមឃាត់ស្នាមញញឹមខ្លួនឯងមិនឲ្យវាលេចចេញនៅលើផ្ទៃមុខអ្នកទាំងអស់គ្នាបានសាកល្បងរៀនញញឹមដាក់កញ្ចក់សាកល្បងអោបរូបកាយខ្លួនឯងសាកល្បងនិយាយពាក្យថាខ្ញុំស្រឡាញ់ខ្លួនរបស់ខ្ញុំឲ្យបាន10ដងរាល់ព្រឹកទៅមើលតើវានឹងមានអ្វីកើតឡើងនៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នាខ្លះជីវិតនេះខ្លីណាស់កុំបដ ாய் ឲ្យមួយវិនាទីណាមួយក៏ឡងហួសទៅដោយឥតប្រយោជន៍កុំសន្សំភ្លើងកំហឹងក្តៅកាហាយបំផ្លាញជីវិតខ្លួនឯងគួរតែញញឹមហើយរៀនទទួលយករឿងរ៉ាវគ្រប់បែបយ៉ាងដែលចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាពីព្រោះរឿងទាំងអស់នោះកំពុងតែចូលមកដើម្បីបង្រៀនឲ្យអ្នកទាំងអស់គ្នាកាន់តែតស៊ូកាន់តែរឹងមាំកាន់តែទទួលបានជោគជ័យជាងនេះអូខេនៅក្នុង podcast នេះមានតែប៉ុណ្ណឹងសង្ឃឹមថាវានឹងក្លាយទៅជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាអាចចូលទៅអភិវឌ្ឍនៅក្នុងជីវិតអ្នកទាំងអស់គ្នាបានបើមានចម្ងល់អីអាចខមមិននៅខាងក្រោមវីដេអូនេះបានអរគុណជួបគ្នានៅវីដេអូក្រោយទៀត